ឃើញកាត់ចេញទឹកចេះអីភីសាស្រុកអាមេរិកមិនដូរទេបងប្អូនណាមិនស្រួលអ្នកនៅអាមេរិកហៅទិញអានឹងអត់បានញ៉ាំទៀតណានៅខាងខ្ញុំមាន store អាស៊ី2 3អាស៊ី2នោះរបស់វៀតណាមហើយមួយទៀតរបស់ឡាវអត់ដែរឃើញគេយកអាត្រីប្រមាហ្នឹងមកលក់ឯណាទោះបីយកមកលក់ខ្ញុំគិតថារសជាតិអត់ដូចរសត្រីប្រមាយើងនៅស្រុកខ្មែរជនជាតិឡាវហើយជនជាតិវៀតណាមគេញ៉ាំត្រីប្រមាដូចយើងអត់ទេណាប៉ុន្តែបើត្រីប្រមាខ្ញុំយកមកពីខ្មែរនេះអូយសាច់ច្រើនហើយឡើងឈ្ងុយខ្លាំងណាស់ខុសពីប្រហុកបើប្រហុកមានអារម្មណ៍ថាឈ្ងុយបែបស្អុយអានេះឈ្ងុយដែរឈ្ងុយបែបផ្សេងព្រោះប្រហុកយើងយកវាទៅផ្អាប់នៅក្នុងកឡប៉ុន្តែបើត្រីប្រមាគេអត់យកផ្អាប់ទេគេយកទៅហាខ្ញុំមិនដឹងមិនទេតែខ្ញុំដឹងថាត្រីប្រមាឆ្ងាញ់ជាងប្រហុកបងប្អូនអរគ្នាចូលចិត្តមួយណាហើយនៅពេលធ្វើប្រហុកត្រីប្រមាម្ដងបងប្អូនគាត់តែងនៅខមមិនប្រាប់ខ្ញុំថាធ្វើជាមួយពងទាប្រៃបានឆ្ងាញ់ធ្វើជាមួយពងទាសាបអត់សូវឆ្ងាញ់ទេតែខ្ញុំពីអត់មានអាពងទាប្រៃអត់ដឹងទិញនៅណាទេធ្វើខ្លួនឯងពេលខ្លះទៅបែកសបកទៅចូលទៅក្នុងអាសាច់នោះប្រៃខាញញ៉ាំអត់កើតទេខ្ញុំធ្លាប់សាកធ្វើពងមាន់ប្រៃនៅខាងខ្ញុំវាអត់មានពងទាមានតែពងមាន់ខ្ញុំស្បាក់ធ្វើប្រហែលដងដែរតែអត់ឆ្ងាញ់ហើយរបៀបធ្វើប្រហុកត្រីប្រមាខ្ញុំដូចទៅរាល់ដងអញ្ចឹងបងប្អូនហើយបើបងប្អូនចូលចិត្តម្ទេសដាក់ម្ទេសទៅតែអត់ទេដោយសារកូនខ្ញុំចូលចិត្តណាហើយកុំភ្លេចថែមមួយម្រេចផងណាដាក់ម្រេចគូកាន់ឲ្យឈ្ងុយឆ្ងាញ់ដែរខ្ទឹមសហើយនៅខ្ទឹមក្រហមឲ្យបានច្រើនគឺសាច់ត្រីប្រមាយើងឡើងផ្អែមហ្មងប៉ុន្តែបើយើងដាក់ច្រើនពេកប្រហុកត្រីប្រមាយើងរៀងជ្រាយរៀងជូរទឹកចឹងណាហើយទៅខ្ញុំលាបពងមាន់ពីលើអាពងមាន់នេះបងប្អូនខ្លះគាត់ប្រាប់ថាចាំរៀងឆ្អិនចាំលាបពីលើក៏បានលាបទុកមុនក៏បានឬមួយយោបល់ចូលគ្នាក៏បានតែដាក់បែបនេះទៅក៏វារៀងពណ៌ស្អាតដែរតែវាអត់ស្អាតដូចពងទាគឺវារឹងល្អតែពងមាន់អត់សូវរឹងល្អទេប៉ុន្តែបើយើងអត់មានហើយយើងដាក់អញ្ចឹងក៏បានដែរបើនិយាយពីរសជាតិវិញអូយបងប្អូនហើយផ្អែមឆ្ងាញ់ផ្អែមប្រៃឆ្ងាញ់ណាវាចេញមកពីខ្ទឹមបារាំងផងរសជាតិត្រីប្រមាផងកូនប្រុសខ្ញុំចូលចិត្តណាញ៉ាំម្ដងណាសង្ឃថាមកផ្ទះមកត្រេហ្នឹងណាកូនខ្ញុំញ៉ាំលេងទេខ្ញុំនិយាយមែនបើប្តីខ្ញុំវិញចូលចិត្តលេខ1ប៉ុន្តែឲ្យច្រាមដុំស្អុយហើយបើសិនជាពេលឆ្អិនវិញអូយមិនបាច់និយាយទេហើយសូមណែនាំបងប្អូនទាំងអស់គ្នាបន្តិចដែលគាត់មានបញ្ហាឈឺចង្កេះជាប់ចង្កេះឈឺសន្លាក់ឬក៏ឈឺតាមសរសៃពូអីសាកប្រើជាមួយនឹងកាអៀក KQ នេះបងប្អូនទាំងអស់គ្នាខ្ញុំធានាឲ្យប្តីខ្ញុំគឺជាអ្នកដែលគាត់ធ្វើការនៅរោងចក្រកាប់សាច់គឺគាត់ឈឺសពុនហ្មងតែតាំងពីមានកាអៀកនេះបិទមកជក់ចិត្តណារៀបទៅធ្វើការឲ្យខ្ញុំបិទរហូតពេលខ្លះមកពីគេវិញគេបិទទៀតពេលបិទទៅគឺមានអារម្មណ៍ថាក្តៅភាយគាត់ថាធ្វើឲ្យគាត់មានអារម្មណ៍ថាដូចស្រួលដូចបាត់ឈឺអាទៅសៃទៅសូងអីចឹងណាប៉ុន្តែអត់មានអាលៀកស្បែកអត់មានអីទូគាត់បិទយូរក៏ដោយគាត់បិទតាំងពីពេលចេញទៅផ្ទះចេញពីផ្ទះទៅធ្វើការ7 8ម៉ោងតែបងគាត់ថាអត់មានអារម្មណ៍ថាបកមកវិញក្រហមអីទេសំខាន់មកកញ្ចប់នោះវាមានច្រើនទៀតបងប្អូនបិទថាអត់មានស្ដាយលុយហ្មងជាពិសេសបងប្អូនអាចទិញឲ្យម៉ែប៉ាអីទៅគាត់ចាស់អីចឹងទៅគ្រូគាត់ចង់ប្រើចង់សាអីចឹងណាបងប្អូនទាំងអស់គ្នាពួកអីគាត់ចាស់គាត់ចូលចិត្តអាសាឈឺជង្គង់ឈឺតាមសាលាអីចឹងទៅបើងាកមកភីសាខ្ញុំវិញឆ្អិនហើយបងប្អូនខ្ញុំដាក់ឈ្មោះឲ្យភីសាអភិជនតំណងហើយបងប្អូនអរគ្នាស្ដាយអត់បានឈូការ៉ុតដាក់បើបានឈូការ៉ុតដាក់ទៀតពណ៌កាន់តែស្អាតអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាតាមដានវីដេអូខ្ញុំជួបគ្នានៅវីដេអូក្រោយណាបាយបាយ